ការធ្វើដោយម្ដេចដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារកតាមបែបធម្មជាតិអញ្ចឹងបើសិនជាយើងនិយាយទៅដល់ប្រព័ន្ធភាពស៊ាំប្រហែលជាប៉ាម៉ាក់នឹកឃើញតែរឿងចាក់វ៉ាក់សាំងមុនគេហើយត្រូវទេតែការចាក់វ៉ាក់សាំងវាគឺជាកត្តាមួយដែលស្ថិតនៅក្នុងចំណោមកត្តាផ្សេងៗទៀតដូចជាការបំបើកដោះសារធាតុចិញ្ចឹមនៅក្នុងអាហារផ្សេងៗក៏ដូចជាកត្តាអនាម័យតែសុទ្ធសឹងជាកត្តាដែលរួមចំណែកនៅក្នុងការជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំការជួយទៅដល់ពង្រឹងប្រព័ន្ធភាពស៊ាំហ្នឹងគឺយើងមិនគិតតែទារកកើតមកទេណាការប៉ັດ1000ថ្ងៃដំបូងនៃអាយុជីវិតរបស់ទារកហ្នឹងគឺមានសារៈសំខាន់ខ្លាំងមែនទែនអញ្ចឹង1000ថ្ងៃហ្នឹងគេគិតចាប់ពីពេលណា1000ថ្ងៃហ្នឹងគឺគេរាប់ចាំពីម្ដងចាប់ដើមពពោះមានន័យថាចាប់តាមប្រព័ន្ធនៅថ្ងៃទី1រហូតដល់កូននឹងអាយុ2ខួបកត្តាអាហារូបត្ថម្ភនៅក្នុងកន្លងពេលពពោះហ្នឹងក៏វាមានសារៈសំខាន់ផងដែរសម្រាប់ទារកហ្នឹងអញ្ចឹងដូចគ្នានឹងដែរម៉ាក់ដឹងហើយថាទឹកដោះម្ដាយគឺជាអង្គពីកលដំបូងល្អបំផុតសម្រាប់ទារកនៅពេលកើតអញ្ចឹងតើនៅក្នុងទឹកដោះម្ដាយនោះវាមានសារធាតុចិញ្ចឹមអីខ្លះហើយនៅក្នុងវីដេអូនេះខ្ញុំលើកពីសារធាតុចិញ្ចឹម4ដែលវាជាអង្គពីកលការពារសំខាន់ទី1ហ្នឹងគឺពាក់ព័ន្ធទៅនឹង lactoferrin ហើយនឹង nucleotide ហ្នឹងគឺវាជួយប្រឆាំងទៅនឹងមេរោគក៏ដូចជាបង្កើនការស្រូបជាតិដែកចូលទៅក្នុងរាងកាយហើយទី2ហ្នឹងគឺពាក់ព័ន្ធទៅនឹង IgA ដែលវាមានតួនាទីសំខាន់ក្នុងការជួយប្រឆាំងនៅមេរោគមិនល្អហើយទី3ហ្នឹងគឺពាក់ព័ន្ធទៅនឹងសារធាតុ HMO ដែលវាជា prebiotic ដែលសំខាន់ដែលជួយទៅដល់ការលូតលាស់របស់បាក់តេរីល្អគេហៅថា lactobacillus ហ្នឹងជួយនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ក្មេងដែលជួយឲ្យក្មេងស្រូបនៅសារធាតុចិញ្ចឹមបានល្អក៏ដូចជាទប់ស្កាត់ការឆ្លងមេរោគមិនល្អចូលទៅក្នុងរាងកាយផងដែរតែបើសិនជាក្នុងករណីម៉ាក់គាត់អាចបបើកដោះគោណាម៉ាក់អាចរើសយកនៅទឹកដោះគោដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលក៏ដូចជាមានសារធាតុចិញ្ចឹម4ខាងលើដែលខ្ញុំបានលើកឡើងហ្នឹងតែមានដូចជា lactoferrin, nucleotide, IgA ក៏ដូចជា HMO ដែលសុទ្ធសឹងតែជាសារធាតុសំខាន់នៅក្នុងការជួយពង្រឹងនិងបង្កើនប្រព័ន្ធភាពស៊ាំការពាររាងកាយរបស់ក្មេងតែបើសិនជាក្នុងករណីម៉ាក់សង្ស័យថាកូនមានអាឡែស៊ីជាមួយនឹងជាតិស្បែកហ្នឹងម៉ាក់ក៏អាចអញ្ជើញទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញខាងផ្នែកកុមារជំនាញសិនឬក៏ម៉ាក់អាចជ្រើសរើសយកទឹកដោះគោដែលមាននិមិត្តសញ្ញាថា soy free ដែលវាជាប្រភេទទឹកដោះគោស័ក្តិសមជាមួយនឹងក្មេងដែលមានប្រតិកម្មជាមួយនឹងជាតិស្បែក